សូមស្វាគមន៍មកកាន់អេពីសូតទី7នៃរឿង Uma Musume Season ទី1ម្ដងទៀតហើយហើយនឹងការសម្រាយសារហ្នឹងដែរខ្ញុំនឹងព្យាយាមធ្វើឲ្យសាច់រឿងហ្នឹងអត់សង្ខេបខ្លាំងពេកទេមានន័យថាធ្វើឲ្យសាច់រឿងវារៀងវែងគួរសមអញ្ចឹងកុំឲ្យចាំយូរតោះតាមសាច់រឿងមកឃើញ special របស់យើងនឹងសេតហើយដោយសារតែនាងបានចាញ់ការប្រកួតណាដល់ពេលអញ្ចឹងបាននាងសេតហើយបានទៅទិញអីយកមកហូបខ្លួនឯងសុសកានិយាយទាំងបារម្ភថាតាហូបច្រើនអញ្ចឹងនឹងតាឡើងគីឡូហើយអញ្ចឹងសម្រាប់ហូបខ្លះទៅព្រោះដោយសារតែទៅមុខទៀតហ្នឹងក៏មានការប្រកួតដែរអំឡុងពេលដែលនិយាយគ្នាសុកហ្នឹងសុសកាគាត់ក៏បានទម្លាក់ក្បាំងមួយថាគាត់នឹងធ្វើការទៅកាន់ប្រទេសអាមេរិកនៅពេលដែលគាត់បញ្ចប់គោលបំណងនៅខាងជប៉ុនហ្នឹងមានន័យថានៅពេលដែលនាងរត់ចប់សពគ្រប់នៅខាងជប៉ុនហ្នឹងអស់ហើយគឺនាងនឹងធ្វើការឡើងទៅប្រទេសអាមេរិកហើយចំពោះហេតុផលវិញគឺសុសកានិយាយអត់ទាន់ច្បាស់លាស់ទេគឺនាងបាននិយាយបញ្ជាក់ប្រាប់ថានាងនឹងឡើងទៅប្រទេសអាមេរិកនៅពេលដែលនាងបញ្ចប់គោលបំណងនៅខាងជប៉ុនហ្នឹងហើយដល់ពេល special week របស់យើងនៅពេលលឺហើយដូរពីទឹកមុខ set ទៅកាន់ surprise វិញដូចថាអត់នឹងស្មានថាមិត្តភក្តិដ៏ជិតស្និទ្ធរបស់ខ្លួនឯងហ្នឹងឡើងទៅប្រទេសក្រៅយើងក៏ដឹងដែរថាសុសកាហ្នឹងគឺនឹងមានការរត់ប្រណាំងនៅអាទិត្យក្រោយនិងការប្រកួតរបស់នាងបន្ទាប់ពីអាទិត្យក្រោយហ្នឹងគឺមានឈ្មោះថា Japan Cup Special Week បាននិយាយថានាងពិតជាចង់រត់ជាមួយស៊ូស៊ូកាខ្លាំងមែនទែនហើយដើម្បីរឿងនឹងអាចទៅរួចហ្នឹងគឺត្រូវពិភាក្សាជាមួយនឹង trainer ថ្ងៃស្អែកក៏បានមកដល់ trainer ក៏បានដាក់បេសកកម្មឲ្យពួកគេហ្វឹកហាត់ផងដែរនោះគឺការរត់ទៅឡើងភ្នំនៅគោលបំណងពង្រឹងសមត្ថភាពតាក់ទងនឹងការរត់ឡើងទួលពេលប្រកួតម្ដងដើម្បីឲ្យការឡើងទួលនឹងវាកាន់តែប្រសើរកាន់តែខ្លាំងព្រោះដោយសារតែ team Rigel ហ្នឹងក៏ចាប់ផ្ដើមរីករូតលាស់ដែរហើយដើម្បីឲ្យពួកគេទាំងអស់គ្នាមិនវង្វេងផ្លូវក៏ដូចជាបាត់បង់គ្នាហ្នឹងគឺ trainer គាត់បានដាក់ស្នើឲ្យរត់ជុំគ្នាក៏ដូចជាគាត់ឲ្យ map ផងដែរអញ្ចឹងរត់តាម map ហ្នឹងទៅគឺទៅដល់គោលដៅដែលគាត់បានដាក់ហ្នឹងហើយចំណែក trainer វិញគាត់ជិះឡានក៏មានសំណួរបោះសួរថាពាក់ trainer ហ្នឹងគឺពិតជាអ្នកហ្វឹកហាត់មែនអត់ព្រោះដោយសារតែគាត់មើលទៅដូចមិនអ្នកហ្វឹកហាត់ទេលេងជិះឡានអញ្ចឹងឥឡូវតែប្រកែកគ្នាល្អរតនពេកទូចហ្នឹងស៊ូស៊ូកាបានកាន់ map ដើរទៅមុនគេបាត់ហើយដោយសារតែមានអ្នកគេស្គាល់ទេអស់ជម្រើសហើយពួកគេទាំងអស់គ្នាក៏បានរត់តាមស៊ូស៊ូកាតាមក្រោយផងដែរហើយសាររឿងក៏បានកាត់មកការហ្វឹកហាត់របស់ហាណានាងបាននិយាយទៅកាន់សមាជិកម្នាក់មានឈ្មោះថាអូប៉េរ៉ាថាដៃរបស់នាងហ្នឹងគឺធ្វើចលនាអត់គ្រប់គ្រាន់ទេអញ្ចឹងមានន័យថាការរត់របស់នាងហ្នឹងប្រហែលជាថ្មីហើយរីឯក្រាវិញបានទៅស្នើសុំ Maru Senskai ដើម្បីឲ្យរត់ជាមួយនាងព្រោះដោយសារតែនាងម៉ាយ៉ានឹងខ្សោយអញ្ចឹងនាងត្រូវការអ្នកខ្លាំងដើម្បីរត់ជាមួយហើយ Maru Senskai យើងគាត់អត់បដិសេធទេដោយសារតែធីមជាមួយគ្នាអញ្ចឹងគាត់នៅតែចង់ជួយអញ្ចឹងហើយ Maru Senskai ហ្នឹងក៏គាត់យល់អារម្មណ៍អ្នកដែលចាញ់ដែរហើយក្រាគាត់ក៏បានប្រាប់ទៅថាហ្នឹងគឺជាលើកទី1ដែលគាត់ចាញ់អញ្ចឹងគាត់នឹងព្យាយាមជួយហ្វឹកហាត់គ្នាយើងខ្ញុំអត់ទាន់ប្រកាសទេថាក្រាហ្នឹងគាត់លពោះជើងរបស់គាត់ហ្នឹងមកពីអីគឺសាច់រឿងអត់ទាន់ប្រាប់ទេតែគេប្រាប់ថានាងហ្នឹងគឺជាសះស្បើយពេញលេញវិញហើយពួកគេទាំងពីរក៏បានរត់ជាមួយគ្នាចឹងទៅរីឯសិស្សផ្សេងៗទៅក៏មានការហ្វឹកហាត់ផងដែរហើយក៏មានការពិភាក្សានិយាយដើមស៊ូស៊ូកាដែរពេលហ្វឹកហាត់ហ្នឹងផាសាបានសួរទៅកាន់អេក្រូវីថាឆ្នាំមុនហ្នឹងដូចជាឈ្នះស៊ូស៊ូកាមែនអត់ហើយគាត់បានឆ្លើយថាមែនគាត់ឈ្នះមែនតែឆ្នាំហ្នឹងគាត់ចាញ់ហើយក៏បន្ថែមទៀតថាស៊ូស៊ូកាមើលទៅដូចជាខុសប្លែកខ្លាំងនៅឆ្នាំហ្នឹងបើប្រៀបទៅនឹងឆ្នាំមុនគឺអត់ដូចគ្នាទេមានន័យថានាងបានផ្លាស់ប្ដូរហើយការជជែកវែកញែកហ្នឹងគឺត្រូវបានបង្អាក់ដោយហាណាគាត់មកពីក្រោយអញ្ចឹងគាត់និយាយបន្ថែមថាស៊ូស៊ូកាហ្នឹងគឺចាប់ផ្ដើមផ្លាស់ប្ដូរខ្លួនឯងតាំងពីនាងចាក់ចេញពីធីមរីហ្គីលមកម្លេះហើយអេក្រូវីក៏បានសួរហាណាថាមិនបាននាងខុសប្លែកអញ្ចឹងហាណាគាត់ក៏បានបញ្យល់ថាគ្រប់ការរត់ប៉ណ្ណឹងទាំងអស់គឺសិតសឹងតែពឹងលើ strategy ជាមួយនឹងចម្ងាយបច្ចុប្បន្នហ្នឹងស៊ូស៊ូកាគឺនាងបានបញ្ចេញសមត្ថភាពនាងទាំងអស់ហើយនាងគឺពិតជាមិនខ្វល់ពីចម្ងាយទេមានន័យថាចម្ងាយប៉ុណ្ណាក៏នាងអត់ខ្វល់ដែរគឺនាងគិតតែរត់ចំណុចនេះខ្ញុំចង់មានន័យថាខ្លាចគ្នាយើងពួកអ្នករត់ប៉ុណ្ណឹងខ្លះគេរៀងខ្លាចអាហេងចម្ងាយហ្នឹងព្រោះដោយសារតែចម្ងាយកាន់តែឆ្ងាយកម្លាំងយើងចំណាយក៏វាកាន់តែច្រើនដែរអញ្ចឹងវាអាចធ្វើឲ្យយើងហត់មុនពេលត្រទីអានេះខ្ញុំចង់មានន័យចឹងកាត់មកដល់ក្រុម speaker វិញគឺថាឥឡូវហ្នឹងបានមកដល់គោលដៅហើយរៀងយប់ដែរទៅមកដល់នៅក្នុងលូវិញនឹងតែខ្លាចដោយសារតែយប់ពេកហើយអូខេមកដល់ទីដៅនេះ trainer យើងនឹងចាំហ្មងហើយគ្រប់គ្នាទាំងអស់ក៏បានចូលទៅក្នុងគ្រប់គ្នាយ៉ាងទៅដើម្បីមុជទឹកហើយស៊ូស៊ូកាហ្នឹងក៏បាននិយាយប្រាប់គ្រប់គ្នាដែរពីគោលបំណងខ្លួនថាទៅណាទៅណីចឹងគឺបន្ទាប់ពីចប់នៅជប៉ុននេះហើយគឺនឹងទៅអាមេរិកហើយក៏បានបញ្ជាក់ទៀតថាអត់តន់ដឹងថាទៅអីទេតែដល់ពេលដែលស្ងប់ចិត្តស្ងប់អីនាងនឹងមកវិញកើតមកដល់ការហូបអីវិញ special week របស់យើងនឹងបានព្យាយាមវល់ trainer ដើម្បីដាក់នាងនឹងចូលក្នុងការប្រកួត Japan Cup ដែរហើយ trainer ក៏បាននិយាយថាចង់រត់ជាមួយស៊ូស៊ូកាមែនហើយ trainer គាត់ក៏បានបញ្ជាក់ថានៅក្នុងចំណោម team របស់យើងនឹងគឺមានម្នាក់គឺប្រកាសជាចាញ់ហើយគាត់និយាយហ្នឹងគាត់មិនមែនថាប្រហែលទេគ្នាយើងគាត់ថាគឺប្រកាសជាចាញ់ក្រោមការវល់ក៏ត្រែពេកហ្នឹង trainer គាត់ក៏បានអនុញ្ញាតផងដែរប៉ុន្តែក្រុមលក្ខខណ្ឌមួយប្រសិនបើស៊ូស៊ូកានឹងចាញ់ក្នុងការប្រកួតមានឈ្មោះថា Tino
Chonchu ហើយគាត់ក៏អត់ប្រកាសដែរថាគាត់អាចសន្យាដាក់ Special Week របស់យើងចូលបានទេតែឆ្នាំមុនហ្នឹង Suzuka នឹងជាប់លេខ6ហើយក៏មានការជជែកវែកញែកទៅថា Special Week របស់យើងនឹងសំណាងហើយបានរត់ជាមួយ Suzuka ព្រោះថាមិនមានតែ Special Week របស់យើងចង់រត់មួយ Suzuka ហ្នឹងអ្នកផ្សេងទៀតក៏ចង់រត់ជាមួយនាងដែរបន្ទាប់ពីហូប3ជុំគ្នាមកពួកគេទាំងអស់គ្នានឹងបានជិះឡានត្រឡប់មកវិញមានតែ Trainer និង Suzuka ដែលនៅអត់ទាន់សង្ងំដេកមានន័យថាស្លាប់ក្រៅពីហ្នឹងគេស្លាប់អស់ហើយ Suzuka នាងមុននឹងដេកហ្នឹងនាងបាននិយាយថាពិតជាអរគុណ Trainer ខ្លាំងមែនទែនដែលថានាំនាងមកចូល Team Speaker ហ្នឹងណាព្រោះថាគិតចាប់តាំងពីនាងដែលចូល Team Speaker ហ្នឹងមកអារម្មណ៍ផ្ទាល់ខ្លួនរបស់នាងហ្នឹងគឺមានការរីករាយច្រើនជាងមុនណាតើវិញនិយាយពេលហ្នឹងហើយក៏ Suzuka យើងល្ងួយដេកបាត់ទៅដេកមួយគេមួយឯងចឹងទៅតើបានប្រមាណផងអាទិត្យក្រោយក៏បានចូលមកដល់ការប្រកួតក៏បានចិត្តចាប់ផ្ដើមផងដែរ Suzuka ហ្នឹងក៏ត្រៀមខ្លួនហើយអស់ហើយក៏ជួបកីឡាករផ្សេងចឹងទៅក៏ប៉ុន្តែ Suzuka ដើរតែងសុបហ្នឹងក៏ស្រាប់តែបិទជើងនឹងរបូតខ្សែមើលទៅដូចជាអត់ល្អទេបន្ទាប់មកក៏សំណេះសំណាលជាមួយអ្នកដែលត្រូវប្រកួតជាមួយគ្នាហ្នឹងក៏និយាយតែបញ្ហាទៅថារបូតខ្សែបិទជើងតិចតួចទេបែរទៅក្រោយគេតិចហ្នឹងឯងក៏នៅចេញពីរោងនឹងភ្លាមមានអ្នកគាំទ្រស្រែកហូខ្លាំងមែនតើដោយសារតែ Suzuka ហ្នឹងបែរមើល fan ច្រើនដែរមើលទៅហើយ Suzuka មុននឹងរត់ប៉ុណ្ណឹងហ្នឹងក៏បានមកចូល Special Week នឹងក្រុម team ខ្លួនឯងមកនិយាយជូនពរគ្នាចឹងហើយ Special Week របស់យើងហ្នឹងបានឲ្យកាតសំណាងចាំអត់នេះយើងភាសាដែលមានអ្នកនិយាយថាអ្នកដែលមានសំណាងនឹងខ្លួនអ្នកហ្នឹងអាចនឹងឈ្នះរៀបនឹងចូលត្រង់ដែលរៀមប៉ណ្ណឹងទៅហើយហ្នឹងផាសាក៏បាននិយាយថានាងហ្នឹងគឺនឹងមិនចាញ់ Suzuka ឬក៏មនុស្សដូចគ្នានឹង2ដងទេអញ្ចឹងសារហ្នឹងនាងធ្វើម៉េចយកឈ្នះទៅលើ Suzuka តើបានអ្នកប៉ណ្ណឹងក៏ដូចជាការប្រកួតក៏ត្រៀមខ្លួនរួចរាល់ហើយអស់ដែរគ្រាន់តែទ្វារបើកភ្លាម Suzuka នាំមកគេទៀតហើយដោយតែដឹងអញ្ចឹង Suzuka គាត់លឿនក៏ពីគេណាហើយទៅមុនគេហ្នឹងទៅម្ដងតិចនាំមកគេហ្នឹងមិនមែននាំមកធម្មតាទេនាំមកនេះគឺចាប់ផ្ដើមនាំមកឆ្ងាយទៅមើលទៅហើយផាសានេះគាត់អត់នៅក្រោយគេទៀតទេគាត់សារហ្នឹងគាត់ព្យាយាមនៅលេខ2ដោយសារតែហាណាហ្នឹងគាត់បានប្រាប់ថានៅក្រោយ Suzuka អញ្ចឹងទៅគឺស្រួលនឹងការតាមទាន់តែជាក់ស្ដែងគឺនៅឆ្ងាយគ្នាខ្លាំងណាស់ឆ្ងាយនេះមិនឆ្ងាយមួយជុំមួយគ្នាយើងគឺឆ្ងាយខ្លាំងមែនតើដល់ថ្នាក់អ្នកគាំទ្រហ្នឹងគឺថាស្រែកហូកាន់តែខ្លាំងហើយដោយសារតែលឿនរបស់ Suzuka ហ្នឹងមិនមែនយឺតទេណាគឺលឿនទៅហើយដោយតែដឹងអញ្ចឹងតាំងពីដើម Suzuka ដូចអត់មានបថយឲ្យពីណាគេទេគឺទៅយកតែមកខ្លួនឯងទេហើយលបឿនដែល Suzuka បានបច្ចេកទឹកមើលទៅដូចជាលបឿនលឿនខ្លាំងមែនតើរយៈចម្ងាយក៏វាឆ្ងាយគួរសមដែររវាង Phaza ជាមួយនឹង Suzuka ណាតែធ្វើឲ្យការប្រកួតហ្នឹងគឺមើលទៅស្មុគស្មាញហើយក្តៅកកុកណាទៅពេលហើយនាងក៏រត់ដល់ 1000 ម៉ែត្រដោយ 1000 ម៉ែត្ររបស់នាងហ្នឹងគឺចំណាយពេលតែ 57.14 វិនាទីប៉ុណ្ណោះគឺត្រឹមតែ 57 ជាងវិហ្នឹងនាងធ្វើការរត់បាន 1000 ម៉ែត្របាទគ្នាហើយ Suzuka នាងគិតក្នុងចិត្តទៀតថាលបឿនប៉ុណ្ណឹងគឺធម្មតាទេនាងអាចរក្សាបានលបឿនប៉ុណ្ណឹងហើយនាងបានបន្ថែមថាគឺអាចទៅមុខលឿនជាងនឹងទៀតគឺសាហាវមែនតើគ្រាន់តែគិតអញ្ចឹងភ្លាមលេខ Suzuka បន្ថែមលបឿនទៀតបដ ாய் ទៅអ្នកគ្រប់ត្រូលជាពិសេសអ្នកដែលគណៈកម្មការនិយាយឲ្យថាគាត់ភ្ញាក់ផ្អើលខ្លាំងណាស់វាហូនោះហូសាហាវ Suzuka ឆ្នាំហ្នឹងមើលទៅដូចជាសាហាវគោកៅសบายចិត្តតបានប្រហែលផងរឿងហេតុមួយក៏បានកើតឡើងគាត់ថានាងព្យាយាមផងដាក់មកកម្រិតទៀតហ្នឹងនាងស្រាប់តែមានអារម្មណ៍មួយហើយលបឿនរបស់ Suzuka ហ្នឹងចាប់ផ្ដើមធ្លាក់ចុះបដ ாய் គ្នាយើងអត់ដឹងថាមានមូលហេតុអីទេសូម្បីតែអ្នកគ្រប់ត្រូលនិងអ្នកទស្សនាទាំងអស់ហ្នឹងចាប់ផ្ដើមឆ្ងល់តែនាងកើតអីបានបន្ថយលបឿនលឿនអញ្ចឹងនិយាយទៅពេលហ្នឹងគឺអត់ទាន់ដឹងថាមានរឿងអីកើតឡើងទេគឺឃើញតែ Suzuka លឿនសុកហ្នឹងស្រាប់តែរត់រប៉ះរប៉ោដូចជាមានរឿងអីកើតឡើងតែអត់ដឹងថាមានរឿងអីកើតឡើងប្រកាសទេពេលហ្នឹងមិនថាតអ្នកមើលទេសូម្បីតែអ្នករត់ដូចគ្នាហ្នឹងក៏ចាប់ផ្ដើមឆ្ងល់ដែរមិន Suzuka ធ្វើអីអញ្ចឹងគឺមានន័យថាប្រកាសជាមានរឿងអីខុសប្រក្រតីជាមិនខាទេមើលគ្នាយើងការប្រកួតក៏បានបញ្ចប់យើងឃើញថា Phaza គឺជាប់លេខ1ហើយក៏មានអ្នកកសែតថតអីចឹងទៅមើលមុខ Phaza ដូចអត់សប្បាយចិត្តសោះបែរមានរឿងអីអត់ល្អមើលទៅម្លងមកដល់យប់បន្តិចហ្នឹងយើងឃើញថា Hana ដែលជាប្រធានក្រុមរបស់ Regil ហ្នឹងមើលនឹងកុំព្យូទ័រឃើញកសែតឃើញគេចុះចឹងតែទៅនឹងព័ត៌មានរបស់ Suzuka ដោយចិត្តបារម្ភពេកក៏ទាញទូរស័ព្ទទេទៅ Trainer ចង់សួរថាមានរឿងអីកើតឡើង Trainer យើងមិនអត់លឺទេលឺដែរតែចង់លើកទេបែរជាមានរឿងអីអាក្រក់នៅក្នុងទីពេទ្យនេះគ្រប់គ្នាមើលទៅសេរីរៀងខ្លួនហើយក៏សង្ឃឹមថា Suzuka មានអីធ្ងន់ចុះកន្លែងមកមើល Suzuka វិញដឹងខ្លួនហើយគឺថានាងកំពុងតែនៅ
មន្ទីរពេទ្យហើយមានផ្លា good luck ហ្នឹងទៀតតែសាវិញគាត់ដេកចាប់នៅនឹងមួយថ្ងៃឯងអញ្ចឹងដល់ពេលឃើញស៊ូស៊ូកាដឹងខ្លួនអញ្ចឹងនឹងគាត់ទៅប្រាប់ trainer ភ្លាមបងដោយសារតែអត់ដឹងធ្វើអីទេមានតែប្រាប់ trainer ប៉ុណ្្នឹងឯងហើយអំឡុងពេលដែល special week របស់យើងកំពុងតែហៅ trainer ហ្នឹងស៊ូស៊ូកាហ្នឹងក៏ឃើញជើងខ្លួនឯងមានរបួសហើយក៏មើលទៅដូចជាមិនទាន់ដឹងទេថាមានរឿងអីកើតឡើងស្រាប់តែមើលស្ទុះក្រោយមក trainer គាត់បានមកដល់ហើយតែមិនមកច្រើនគ្នាទេមកតែជាមួយ special week ឯនឹងខ្លួនគាត់ផ្ទាល់ទេពេលរៀបនិយាយរៀបអីហើយហ្នឹងក្រុម speaker អត់ហ៊ានចូលទេសុំចិត្តនៅក្រៅស៊ូស៊ូកាក៏សួរទៅថាតើនាងអាចរត់ម្ដងទៀតបានអត់ហើយតើបើការរត់ហ្នឹងនាងអាចរត់ប្រើល្បឿនខ្លួនឯងហ្នឹងមកពេញបានអត់ហើយ trainer គាត់ក៏តបដែរថាប្រហែលជារត់បានក៏ប៉ុន្តែមើលទៅដូចជាមិនអាចដាក់ full speed បានទេដោយសារតែរបួសហ្នឹងមើលទៅវារៀងធ្ងន់គួរសមដែរអញ្ចឹងតម្រាំតែដល់ពេលដែលជាសះស្បើយហ្នឹងគឺក្នុងការរត់ដោយប្រើកម្លាំងខ្លួនឯងពេញហ្នឹងអត់ប្រកាសថាបានទេឥឡូវទៅនិយាយហ្នឹង special week របស់យើងហ្នឹងបានមកកាក់មកហើយក៏និយាយថាអត់អីទេស៊ូស៊ូកាហ្នឹងនឹងអាចរត់បានព្រោះដោយសារតែស៊ូស៊ូកានិង special week ហ្នឹងបានសន្យាមួយគ្នាថានឹងរត់នៅការប្រកួត Japan Cup ហ្នឹងហើយក៏បន្ថែមទៀតថាមើលទៅស៊ូស៊ូកាប្រហែលប្រើកម្លាំងបាន 100% អត់ទេមែនទេមែន 100% ទេ 120% សន្តានាតបានប្រមាណផងក្រុម speaker ហ្នឹងបានលេចខ្លួនមកហើយដោយសារតែលាក់បាំងលេខចិត្តណាហើយក៏នាំគ្នាមកសួរសុខទុក្ខស៊ូស៊ូកាចឹងទៅដោយក្តីនឹករលឹកហើយនឹងការដែលនិយាយមួយស៊ូស៊ូកាហ្នឹងក៏យើងដឹងរឿងហេតុខ្លះៗដែរថាមានហេតុអីកើតឡើងនៅពេលដែលស៊ូស៊ូកាគាត់ដួលហ្នឹងដូចយើងបានដឹងអញ្ចឹងស៊ូស៊ូកាគាត់មិនរត់ដោយប្រើល្បឿនរបស់គាត់ពេញលេញណាគ្នាយើង full speed អញ្ចឹងដល់ពេលដែលគាត់រត់អញ្ចឹងសំណាងហើយដែលមាន special week របស់យើងហ្នឹងគាត់ទៅជួយទប់បើមិនអញ្ចឹងទេពេលដែលស៊ូស៊ូកាដួលហើយជាមួយនឹងល្បឿនខ្លួនឯងពេញលេញអញ្ចឹងគឺអាចនឹងស្លាប់ឬក៏របួសធ្ងន់ធ្ងរតែនេះបាន special week របស់យើងហ្នឹងគាត់ទៅជួយទប់នឹងធ្វើចលនាជង្គង់ឲ្យដល់ពេលអញ្ចឹងគឺរួចខ្លួនហើយគ្នាយ៉ាងដែរគឺវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេហើយក៏សូមអធិស្ឋានចំពោះសំឡេងដែលខ្ញុំបានបញ្ចូលនេះផងដែរដោយសារតែខ្ញុំវាតែធ្វើវីដេអូទេហើយក៏សូមអរគុណមែនទែនសម្រាប់ការគាំទ្រទាំងខាង TikTok ទាំងខាង YouTube អញ្ចឹងជួបគ្នានៅវីដេអូក្រោយទៀតណាបាយបាយ